ចាប់ពីពេលនេះតទៅគឺកម្ពុជាយើងផ្អាកការនាំចូលប្រេងឥន្ធនៈនិងអូស្មန်ឥន្ធនៈពីប្រទេសថៃចូលមកទៀតហើយអញ្ចឹងហើយសម្រាប់ប្រេងដែលនៅសេសសល់នៅក្នុងករាសាំង PTT ដែលមាននៅទូទាំងប្រទេសកម្ពុជាយើងសូមពុកម៉ែបងប្អូនយើងជួយចូលទៅចាក់បង្ហើយសាំងនឹងទៅដើម្បីវាជួយជ្រុំជ្រែងទៅដល់ចរន្តលុយនៅក្នុងប្រទេសយើងផងពុកម៉ែបងប្អូនកុំឲ្យវាគាំងស្ទះអាណិតទៅដល់បងប្អូនយើងដែលទិញ franchise គេមកអញ្ចឹងហើយខ្ញុំគិតថាបន្ទាប់ពីនេះទៅគាត់នឹងអាចនាំសាំងចូលពីប្រទេសផ្សេងឬក៏គាត់ដូរឈ្មោះករាសាំងហ្នឹងដាក់ឈ្មោះករាសាំងអីផ្សេងទៅយើងចូលទៅគ្រប់ត្រូលទៀតព្រោះអីនឹងលែងមានសាំងពីប្រទេសថៃចូលមកកាន់ប្រទេសកម្ពុជាយើងទៀតហើយយើងចូលទៅចាក់ PTT ធម្មតាទេពុកម៉ែបងប្អូនទាំងអស់គ្នាយើងអត់បានទិញសាំងពីប្រទេសថៃមកទៀតទេគុំធ្វើពហិនិការរហូតទៅដល់បាក់ដល់អាជីវករខ្មែរយើងដែលគាត់បើកករាសាំង PTT ហ្នឹងពុកម៉ែបងប្អូនការចូលរួមរបស់យើងទាំងអស់គ្នាក៏ជាចំណែកមួយជួយជ្រោមជ្រែងទៅដល់សេដ្ឋកិច្ចរបស់សិស្សនិស្សិតដែលគាត់ធ្វើការនៅហ្នឹងពុកម៉ែបងប្អូនទាំងអស់គ្នាទៅធ្វើការនៅហ្នឹងដើម្បីបានលុយបន្តការសិក្សាចិញ្ចឹមជីវិតចិញ្ចឹមគ្រួសារអីចឹងទៅចឹងហើយឥឡូវហ្នឹងយើងបិទការនាំចូលសាំងពីប្រទេសថៃមកយើងអាចទៅចាក់ PTT បានបន្តទៀតគាត់នឹងអាចនាំសាំងពីបណ្ដាប្រទេសផ្សេងយកមកផ្គត់ផ្គង់នៅក្នុងប្រទេសយើងអញ្ចឹងហើយយើងចូលទៅចាក់តែពុកម៉ែបងប្អូននឹងបានជាចំណែកមួយជួយទៅដល់សិស្សនិស្សិតយើងឲ្យគាត់មានការងារធ្វើមានចំណូលដើម្បីផ្គត់ផ្គង់ជីវភាពរបស់គាត់តែម្ដងខ្មែរជួយខ្មែរខ្មែរស្រឡាញ់ខ្មែរគុំដល់ថ្នាក់ពហិនិការរហូតដល់ករាសាំងបាសជើងសិស្សនិស្សិតយើងអត់មានកន្លែងធ្វើការទេហើយយើងដឹងត្រឹមថាសាំងលេងនាំពីប្រទេសថៃអញ្ចឹងយើងអាចចូលចាក់បាន